ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសវាយយកច្រក Hormuz ហើយបានប្រកាសបើកច្រកនេះរួមជាមួយនឹងការប្រកាសតម្លៃការពាររហូតទៅដល់ 20% លោក Donald Trump បានប្រកាសថាខ្លួនមានគម្រោងដាក់ថ្លៃសន្តិសុខបន្ថែម 20% ទៅលើតម្លៃទំនិញដែលបានដឹកជញ្ជូនដោយកប៉ាល់ពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រ Hormuz បើយោងតាមសេចក្តីប្រកាសរបស់លោក Donald Trump ថ្លៃសេវានេះមានបំណងជួយទូទាត់ថ្លៃដើមយ៉ាងច្រើននៃការរក្សាសន្តិសុខសមុទ្រនិងការការពារការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រវិធានការដែលបានស្នើឡើងនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបានវាយយ៉ាងធ្ងន់ធ្ងរទៅលើខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់ដើម្បីពង្រីកវត្តមានសន្តិសុខរបស់ខ្លួននៅក្នុងច្រកសមុទ្រ Hormuz ចំពេលមានភាពតានតឹងក្នុងតំបន់បានកើតឡើងហើយទីតាំងសំខាន់របស់ខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់ក៏ត្រូវបានវាយប្រហារកំទេចកន្លែងស្តុកប្រេងកន្លែងឃ្លាំងគ្រាប់នាវាចម្បាំងកប៉ាល់ចម្បាំងក៏ត្រូវបំផ្លាញទីខ្ទីដែរហើយសូមបញ្ជាក់ផងដែរថាបន្ទាប់ពីសហរដ្ឋអាមេរិកបានលេងយ៉ាងចាស់ដៃទៅលើខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់ឥឡូវនេះនៅថ្ងៃប្រហ័សទី16ខែកក្កដាឆ្នាំ2026នេះខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់ក៏បានចេញមុខប្រកាសថាគ្មានការចរចាអ្វីទាំងអស់ទៀតឡើយសំណាញ់មេឃការពារដែនអាកាសរបស់អ៊ីរ៉ង់ត្រូវតែបើកដើម្បីប្រយុទ្ធ